ngày đi dương châu đò cột bó là bò rê stong à giờ nó rê stong cứ từ bàn cái cọt tục ở lơ tua là bò về được chia lê mà bàn tay rê stong carbon cái từ bàn đã bò xem đôi thì hot cho miền rê stong đi rê stong đi miền chốt bò chấm đốn buồn và được chia chùa thì môi chùa thì pi chùa thì bay chùa thì buồnจึงมือปิดเฟนตุสตัมว่าโกดปอวิเมียนโดยเฉียขังกล่าวให้เมียนขมาวทนาวกะหอมโกรยเลื่องใบตองเคียวสวายประแพซอประหรือก็เมียจังขมาวดำนางไอเล็กโซนทนาวดำนางเล็กมวยกระหอมดำนางไอเล็กปีโกรยดำนางเล็กใบเลื่องดำนางเล็กบ้วนใบตองดำนางเล็กปรำประมวยเคียวประปีสวายประใบประแพซอประบวนตึกประคือตึกเมียอดเมียเตะว่าดิจิจูติมุ้ยตัวสันทนาวในจูติมุ้ยเมตาดำนางไอเล็กมวยให้ว่าจูติปีนี้ขมาเมตาดำนางไอเล็กโซนว่าเจ้าจูติใบว่าสนุกยมไอจูติใบปัวทนาวในจูติใบนี้เมตาđầm nang oi xôn mùi bà đôi cò dân côn nằng mùi bà côn nằng đỏ bà chẳng restomis miền nằm lại mười rồi ôm hay person phải chú tí buôn miền po tực mê rồi có tực pra miền thái chia làm yên rồi bỏ restong về restong nước dân vò vía lỡ ổ máy viên nằm miền nằm lại lỡ rồi có khóa để nhá cái hào thành là yên rồi bỏ restong bà vì đầm lầyประพาวิเชียจัดมือรอยอ้อมหรือก็เลิกมือรอยอ้อมจะดามบางอันนั้นខ្ញុំនឹងមានឧទាហរណ៍អំពី restong ចង់បង្ហាញខ្លះដែរលោកខ្ញុំមាន restong មួយបាទអញ្ចឹងយើងដឹងថា restong មកខាងណាក្បាលឬក៏កន្ទុយយើងមើលពីឆ្វេងទៅស្ដាំនេះយើងឃើញពណ៌ទឹកមាសនៅខាងស្ដាំដៃរបស់ខ្ញុំយើងឃើញពណ៌ត្នោតខ្មៅហើយត្នោតបាទចឹងពណ៌ត្នោតតំណាងឲ្យលេខ1ពណ៌ខ្មៅតំណាងឲ្យលេខ0បាទអញ្ចឹងបាន10អូមហើយចុះពណ៌ត្នោតនេះ1នៅជួរទី3មានតំណាងឲ្យ0 1ទៀតបាទប៉ុន្តែពណ៌ទឹកមាននេះយើងអត់រាប់ទេមានតែលំអៀង 5% អញ្ចឹងយើងសាកវាស់មើលតើវាត្រឹមត្រូវឬអត់បាទខ្ញុំមានអូម៉ែត្រហើយយើងកាច់មកអូមបើយើងឃើញមេហ្គាអូមអញ្ចឹងអូម៉ែត្រនេះអាចវាស់រហូតដល់មេហ្គាអូមបាទយើងវាស់តម្លៃ restong ហើយដៃរបស់យើងកុំប៉ះទៅលើចុងម្ខាងនៃខ្សែចម្លងរបស់ restong យើងវាស់មើលហើយសូមមើលបាទយើងឃើញ 98.1.2 ហើយអូមមានថាចិត្ត100អូមនេះជាលំអៀងរបស់វាអត់គ្រប់100អូមទេបាទនេះជារបៀបមើលហើយនឹងការគណនា restong និងកូដរបស់វាបាទវាមានកូដពណ៌ដូច្នេះយើងគួរតែចាំអំពីកូដពណ៌របស់ restong នៅពេលដែលយើងឃើញពណ៌យើងនឹងថាវាតំណាងឲ្យលេខប្រមាណបាទទាំងចូលទី1ទី2ទី3ហើយនិងទី4ទី4អក្សរសំខាន់ដែលថាទី4ជាលំអៀងហើយ restong វាមានរហូតដល់4 5ពណ៌ហើយនឹង6ពណ៌ដែរប៉ុន្តែ restong នេះមានតែ4ពណ៌បាទសម្រាប់ restong មាន5ពណ៌គឺ restong ដែលគេប្រើនៅក្នុងគ្រឿងបរិក្ខារពេទ្យឬក៏វិទ្យាសាស្ត្រតែទូទៅយើងប្រើគឺ4ពណ៌បាទឥឡូវខ្ញុំមានឧទាហរណ៍ផ្សេងទៀតដែរ restong នេះផ្ទៃវាពណ៌ខៀវអញ្ចឹងយើងពិបាកមើលបន្តិចនេះយើងឃើញទឹកមាសនៅកន្ទុយយើងមើលពីឆ្វេងមកស្ដាំបាទពណ៌ត្នោតតំណាងលេខ1ខ្មៅឲ្យ0ហើយលឿងគឺ4មានថាតំណាងឲ្យ04អញ្ចឹង restong មានតម្លៃប្រមាណគឺស្មើនឹង100គីឡូអូមអញ្ចឹងយើងវាស់មើលត្រូវឬអត់បាទសាប់មើលកុំឲ្យប៉ះអត់ត្រូវអត់បាទយើងឃើញ
ចិត្ត100 គីឡូអូមបាទអញ្ចឹង resistance នេះមានតម្លៃ100 គីឡូអូមបាទខ្ញុំមាន resistance មួយទៀតគឺ resistance នេះមានពណ៌ក្រហមហើយនឹងទឹកក្រូចហើយចុងកន្ទុយនេះពណ៌ទឹកមាសអញ្ចឹងខាងនេះគឺជាកន្ទុយខាងនេះក្បាលអញ្ចឹងយើងរាប់ពីឆ្វេងមកស្ដាំអញ្ចឹងជួរទី1ក្រហមមានថាលេខ2តំណាងលេខ2ហើយជួរទី2ក្រហមទៀតតំណាងឲ្យលេខ2ហើយជួរទី3តំណាងឲ្យ0គឺមានពណ៌ទឹកក្រូចបាទអញ្ចឹងទឹកក្រូចគឺត្រូវនឹង3មានថា03អញ្ចឹង resistance នេះមានតម្លៃស្មើនឹង22 គីឡូអូមអញ្ចឹងយើងសាកបោះមកតើត្រូវឬអត់បោះបាទ22 គីឡូអូមយើងឃើញហើយបាទ22 គីឡូអូមបាទនេះ22 គីឡូអូមយើងឃើញតែ21ជាងបាទមានដោយសារវាលំអៀងបាទឆ្នេះត្រឹមត្រូវហើយលោកខ្ញុំមាន software មួយចំនួនដែលយើងអាចគណនា resistance ដែរដូចជាក្នុងលើ iOS បាទគឺមាន application នេះមានឈ្មោះថា register while calculator បាទអញ្ចឹងខ្ញុំចុចលើវាបាទយើងឃើញ0អូមហើយនេះ resistance 4ពណ៌ដោយសារយើងជឿលើខាងក្រោមនេះ5ពណ៌បាទ1 2 3 4 5អញ្ចឹងខ្ញុំជឿ4ពណ៌សិន4ពណ៌ខ្ញុំឲ្យ resistance នឹង10អូមអញ្ចឹង10អូមយើងជឿរើអ្វីខ្លះយើងយកពណ៌ត្នោតតំណាងលេខ1យើងឃើញលេខ1ហើយខ្មៅដដែលអញ្ចឹងវាមានតម្លៃ10អូមទេអញ្ចឹងយើងយកពណ៌ត្នោតបាទយើងឃើញ100អូមបាទចុះបើយើងចង់បាន resistance 50 គីឡូអូម50 គីឡូអូមគឺមានពណ៌អ្វីដែរគឺពណ៌បៃតងអញ្ចឹងចូលទី1គឺពណ៌បៃតងបាទហើយ50 គីឡូអូមអញ្ចឹងខ្មៅគឺ0ហើយយើងយកពណ៌ទឹកក្រូចបាទអញ្ចឹងយើងឃើញ50 គីឡូអូមបាទហើយចំពោះអ្នកដែលប្រើទូរស័ព្ទ smartphone Android ក៏អាចប្រើកម្មវិធីគណនានេះមានដូចគ្នាដែរឬកម្មវិធីឈ្មោះផ្សេងបាទយើងអាច register color code ជាដើមយើងអាចចូលទៅ download ទៅក្នុង Play Store បាទហើយនេះគ្រាន់ជាឧទាហរណ៍ខ្លះៗដែលបងប្អូនអាចយល់អំពីកូដពណ៌របស់ resistance និងការគណនារបស់ resistance នេះដូច្នេះបងប្អូនគួរតែចងចាំអំពីកូដពណ៌ទាំងអស់នេះហើយនឹងពេលដែលយើងឃើញពណ៌យើងដឹងថាវាមានតម្លៃលេខប្រមាណបាទអរគុណច្រើនបងប្អូនដែលបានតាមដាននៅវីដេអូនេះ